ស្វាគមន៍ការចូលមកកាន់ Channel ជួចិត្តតើអ្នកធ្លាប់សង្កេតទេថាមនុស្សដែលផ្លាស់ប្ដូរជីវិតបានពិតប្រាកដនៅក្នុងโลกនេះភាគច្រើនមិនមែនជាមនុស្សដែលនិយាយពូកែបំផុតនោះទេប៉ុន្តែគឺជាមនុស្សដែលចោះដៃធ្វើដោយស្ងប់ស្ងាត់បំផុតមនុស្សជាច្រើនខាតបង់ពេលវេលាពេញមួយជីវិតទៅនឹងការប្រកាសប្រាប់ពីក្តីស្រមៃប្រាប់ពីផែនការជីវិតឲ្យអ្នកដទៃស្ដាប់ព្យាយាមធ្វើឲ្យពិភពលោកជឿថាគេកំពុងតែជោគជ័យប៉ុន្តែការពិតដ៏សាហាវឃោរឃៅនោះគឺពិភពលោកមិនបានផ្លាស់ប្ដូរដោយសារពាក្យសម្ដីទេពិភពលោកផ្លាស់ប្ដូរដោយសារសកម្មភាពហើយកបាំងដែលមនុស្សជាច្រើនមិនដឹងគឺមនុស្សដែលទៅបានឆ្ងាយបំផុតក្នុងជីវិតតែងតែមានទម្លាប់មួយយ៉ាងដូចគ្នាគឺពួកគេនឹងប្រញាប់ធ្វើរឿងខ្លះជាមួយនឹងជីវិតខ្លួនឯងយ៉ាងស្ងប់ស្ងាត់ដោយស្ទើរតែគ្មាននរណាដឹងថាមានអ្វីកំពុងកើតឡើងឡើយពួកគេមិនប្រញាប់បង្អួតនិងប្រញាប់ប្រកាសមិនប្រញាប់បង្ហាញខ្លួនឲ្យនរណាឃើញប៉ុន្តែរាល់ថ្ងៃរបស់ពួកគេកំពុងតែសាងអ្វីម្យ៉ាងដែលកាន់តែធំធេងឡើងបន្តិចម្ដងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទៅមើល7យ៉ាងចំណុច7យ៉ាងដែលមនុស្សឆ្លាតតែងតែប្រញាប់ធ្វើចំពោះជីវិតខ្លួនឯងយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងព្រោះរឿងទាំងនេះគឺជាគ្រឹះដែលធ្វើឲ្យជីវិតរបស់ពួកគេរឹងមាំឡើងរហូតដល់ថ្ងៃមួយមនុស្សដែលធ្លាប់មើលរំលងគេនឹងចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយដោយដែលគេមិនចាំបាច់និយាយអ្វីសោះបើអ្នកកំពុងចង់ផ្លាស់ប្ដូរជីវិតពិតប្រាកដសូមស្ដាប់វីដេអូនេះឲ្យចប់ព្រោះចំណុចខ្លះអាចជាអ្វីដែលផ្លាស់ប្ដូរជីវិតរបស់អ្នកជារៀងរហូតទៅទី1សាងខ្លួនឯងឲ្យពូកែឡើងដោយស្ងប់ស្ងាត់ដោយមិនចាំបាច់ប្រកាសឲ្យពិភពលោកឃើញនៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងមនុស្សជាច្រើនតែងតែយល់ច្រឡំថាភាពជោគជ័យត្រូវតែប្រកាសត្រូវតែបង្អួតត្រូវតែឲ្យអ្នកដទៃដឹងគ្រប់ពេលអ្នកខ្លះទើបតែចាប់ផ្ដើមធ្វើអ្វីបន្តិចបន្តួចក៏ប្រញាប់បង្ហោះប្រញាប់និយាយប្រញាប់រៀបរាប់ឲ្យអ្នកដទៃស្ដាប់រឿងរ៉ាវជាមួយថាភាពជោគជ័យនោះមកដល់ហើយប៉ុន្តែការពិតដែលមនុស្សឆ្លាតតែងតែយល់គឺអ្វីដែលកាន់តែមានតម្លៃកាន់តែធ្វើដោយស្ងប់ស្ងាត់ប៉ុណ្ណោះព្រោះការសាងខ្លួនឯងមិនមែនជាការសម្ដែងឲ្យអ្នកដទៃមើលទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកពីខាងក្នុងមនុស្សដែលកំពុងអភិវឌ្ឍខ្លួនឯងពិតប្រាកដតែងតែមិនរវល់នឹងការបកស្រាយជីវិតឲ្យនរណាស្ដាប់ឡើយគេមិនចំណាយពេលទៅបង្ហាញខ្លួនឯងជាមួយពាក្យសម្ដីរបស់អ្នកណាគេជ្រើសរើសប្រើពេលវេលាទៅលើការរៀនសូត្រការវឹកហាត់និងការធ្វើរឿងដែលពិបាកឲ្យបានខ្ជាប់ខ្ជួនចូលចំណាំមើលឲ្យច្បាស់មនុស្សដែលនិយាយច្រើនអំពីផែនការជីវិតខ្លួនឯងតែងតែធ្វើបានតិចជាមនុស្សដែលស្ងប់ស្ងាត់ប៉ុន្តែមនុស្សដែលស្ងប់ស្ងាត់បែរជាកំពុងដើរទៅមុខរាល់ថ្ងៃព្រោះថាមពលពិតប្រាកដមិនមែនស្ថិតនៅលើពាក្យសម្ដីទេតែស្ថិតនៅលើសកម្មភាពដែលកើតឡើងដដែលរាល់ថ្ងៃដោយគ្មាននរណាឃើញមហាសេដ្ឋីឬអ្នកប្រាជ្ញជាច្រើនយល់ច្បាស់ថាបើអ្នកនៅត្រូវការសម្លេងទះដៃពីអ្នកដទៃអ្នកនឹងគ្មានថ្ងៃដើរបានឆ្ងាយពិតប្រាកដឡើយព្រោះនៅពេលដែលកម្លាំងចិត្តរបស់អ្នកត្រូវពឹងផ្អែកលើសម្លេងពីខាងក្រៅពេលនោះជីវិតរបស់អ្នកនឹងត្រូវបានគ្រប់គ្រងដោយខ្សែភ្នែករបស់អ្នកដទៃភ្លាមប៉ុន្តែមនុស្សដែលរឹងមាំពិតប្រាកដគេនឹងវឹកហាត់ធ្វើរឿងសំខាន់ដោយគ្មាននរណាឃើញគេនឹងអានសៀវភៅក្នុងថ្ងៃដែលគ្មាននរណាចាប់អារម្មណ៍គេនឹងវឹកហាត់ជំនាញក្នុងថ្ងៃដែលគ្មាននរណាមើលឃើញហើយគេនឹងធ្វើវាបន្តទៅទៀតយ៉ាងស្ងប់ស្ងាត់កបាំងម្យ៉ាងគឺមនុស្សជោគជ័យប្រើពេលវេលាភាគច្រើននៃជីវិតនៅក្នុងដំណាក់កាលដែលគ្មាននរណាចាប់អារម្មណ៍ពេលវេលាដែលស្ងប់ស្ងាត់បំផុតគឺជាពេលវេលាសំខាន់បំផុតព្រោះវាជាពេលវេលាដែលអ្នកកំពុងសាងឫសគល់របស់ខ្លួនឯងដោយដើមឈើធំដែលរឹងមាំវាមិនមែនលូតលាស់ដោយសារតែមែកធៀងខាងលើទេតែវារឹងមាំដោយសារឫសខាងក្រោមដែលគ្មាននរណាឃើញអ្វីដែលធ្វើឲ្យអ្នកអស្ចារ្យមិនមែនជាអ្វីដែលអ្នកដទៃឃើញតែវាជាអ្វីដែលអ្នកធ្វើក្នុងថ្ងៃដែលគ្មាននរណាឃើញកាន់តែវឹកហាត់ខ្លួនឯងស្ងប់ស្ងាត់ប៉ុណ្ណាលទ្ធផលនឹងកាន់តែលាន់លឺខ្លាំងប៉ុណ្ណោះនៅថ្ងៃខាងមុខទី2សន្សំលុយនិងសាងភាពរឹងមាំឲ្យខ្លួនឯងយ៉ាងស្ងប់ស្ងាត់ក្នុងโลกដែលពេញដោយរូបភាពបំភាន់នៃភាពជោគជ័យមនុស្សជាច្រើនព្យាយាមធ្វើឲ្យជីវិតមើលទៅល្អក្នុងខ្សែភ្នែកអ្នកដទៃច្រើនជាងការធ្វើឲ្យជីវិតខ្លួនឯងរឹងមាំពិតប្រាកដអ្នកខ្លះសបិនជំពាក់គេ
អ្នកខ្លះសុកចិត្តជំពាក់គេដើម្បីទិញរបស់ថ្លៃប្រើលុយដើម្បីសាងរូបភាពថាខ្លួនឯងជោគជ័យទាំងតែការពិតខាងក្នុងជីវិតមិនទាន់រឹងមាំទាល់តែសោះនេះគឺជាអន្ទាក់ដែលមនុស្សជាច្រើនធ្លាក់ចូលដោយមិនដឹងខ្លួនពួកគេប្រើលុយដើម្បីឲ្យអ្នកដទៃសរសើរប៉ុន្តែបែរជាមិនដែលប្រើលុយដើម្បីសាងអនាគតឲ្យខ្លួនឯងប៉ុន្តែមនុស្សដែលឆ្លាតពិតប្រាកដនឹងជ្រើសរើសធ្វើផ្ទុយពីនេះគេនឹងប្រើជីវិតស្ងប់ស្ងាត់មិនបាច់បង្អួតមិនបាច់ប្រកាសមិនបាច់ឲ្យនរណាដឹងថាខ្លួនឯងមានលុយប៉ុណ្ណាគេមិនចាប់អារម្មណ៍ការប្រកួតប្រជែងតាមរយៈរូបភាពខាងក្រៅគេមិនចាប់អារម្មណ៍ការយកឈ្នះនរណាម្នាក់ដោយរបស់ដែលកាន់ក្នុងដៃអ្វីតែមួយគត់ដែលគេចាប់អារម្មណ៍គឺស្ថិរភាពនៃជីវិតព្រោះគេយល់ច្បាស់ថាលុយមិនមែនគ្រាន់តែជាឧបករណ៍ក្នុងការប្រើជីវិតទេប៉ុន្តែលុយគឺជាសេរីភាពជាធម៌ពលដែលធ្វើឲ្យអ្នកជ្រើសរើសបានដឹងថានឹងនៅកន្លែងណាធ្វើការជាមួយនរណាឬដើរចេញពីស្ថានភាពដែលមិនសមរម្យបាននៅពេលណាមនុស្សដែលគ្មានលុយបំរុងតែងតែត្រូវសុខចិត្តទ្រាំជាមួយអ្វីដែលខ្លួនឯងមិនចូលចិត្តទ្រាំនឹងការងារដែលបំបាក់ស្មារតីទ្រាំនឹងមនុស្សដែលមិនឲ្យតម្លៃប៉ុន្តែមនុស្សដែលមានស្ថិរភាពហិរញ្ញវត្ថុគេមានសិទ្ធិជ្រើសរើសជីវិតខ្លួនឯងមនុស្សឆ្លាតនឹងចាប់ផ្ដើមពីទម្លាប់នៃការសន្សំលុយមុននឹងគិតរឿងប្រើលុយគេគិតរាល់ពេលមុននឹងទិញថាតើរបស់នេះចាំបាច់ពិតមែនឬគ្រាន់តែចង់ឲ្យអ្នកដទៃឃើញចូលចាំថាលុយដែលសន្សំយ៉ាងស្ងប់ស្ងាត់នៅថ្ងៃនេះនឹងក្លាយជាខែលការពារជីវិតរបស់អ្នកក្នុងថ្ងៃដែលពិភពលោកមិនមានចិត្តមេត្តានៅថ្ងៃដែលជីវិតជួបព្យុះមនុស្សដែលឈរជើងបានមិនមែនជាមនុស្សដែលមើលទៅមានបំផុតទេប៉ុន្តែគឺជាមនុស្សដែលរឹងមាំបំផុតទី3អភិវឌ្ឍគំនិតនិងចិត្តគំនិតរបស់ខ្លួនឯងឲ្យជ្រៅជ្រះឡើងយ៉ាងស្ងប់ស្ងាត់ក្នុងโลกដែលសម្លេងខ្លាំងបំផុតតែងតែទទួលបានការចាប់អារម្មណ៍មនុស្សជាច្រើនព្យាយាមនិយាយឲ្យកាន់តែច្រើនបង្ហាញឲ្យកាន់តែច្រើនប៉ុន្តែការពិតម្យ៉ាងដែលមនុស្សភាគច្រើនមិនសូវសង្កេតឃើញគឺមនុស្សដែលរឹងមាំបំផុតក្នុងโลกភាគច្រើនបែរជាមនុស្សដែលស្ងប់ស្ងាត់មិនមែនមកពីគេគ្មានអ្វីត្រូវនិយាយទេប៉ុន្តែមកពីគេប្រើពេលវេលាភាគច្រើនទៅលើការគិតមនុស្សដែលគិតជ្រៅជ្រះតែងតែនិយាយតិចការអភិវឌ្ឍគំនិតមិនមែនជារឿងដែលនរណានឹងឃើញភ្លាមនោះទេវាមិនដូចជាការទិញរបស់ថ្មីវាមិនមែនជាការបង្អួតភាពជោគជ័យវាគឺជាដំណើរការខាងក្នុងដែលសរសើរសរសឹមផ្លាស់ប្ដូរវិធីមើលពិភពលោករបស់អ្នកមនុស្សដែលវឹកហាត់គិតជ្រៅជ្រះនឹងចាប់ផ្ដើមមើលឃើញអ្វីដែលអ្នកដទៃមើលមិនឃើញគេនឹងចាប់ផ្ដើមយល់ពីមនុស្សកាន់តែច្រើនយល់ពីល្បែងសង្គមនិងយល់ពីខ្លួនឯងកុំប្រើជីវិតត្រឹមតែរត់តាមចរន្តកុំប្រើជីវិតត្រឹមតែឲ្យអ្នកដទៃទទួលស្គាល់ចូលប្រើពេលវេលាក្នុងការធ្វើការយល់ដឹងពីពិភពលោកនិងខ្លួនឯងឲ្យជ្រៅជ្រះព្រោះចុងក្រោយហើយអ្វីដែលកំណត់កម្រិតជីវិតរបស់អ្នកមិនមែនជាសំណាងមិនមែនជាលុយប៉ុន្តែគឺជាកម្រិតគំនិតរបស់អ្នកផ្ទាល់ទី4សាងវិន័យឲ្យខ្លួនឯងយ៉ាងហ្មត់ចត់មានរឿងម្យ៉ាងដែលមានអានុភាពខ្លាំងណាស់ប៉ុន្តែបែរជាមិនសូវមាននរណាម្នាក់និយាយដល់ពិតប្រាកដនោះគឺវិន័យមនុស្សជាច្រើនចង់ជោគជ័យប៉ុន្តែមិនសូវមាននរណាចង់សាងវិន័យឲ្យខ្លួនឯងឡើយព្រោះវិន័យជារឿងដែលមិនតាក់ទាញវាមិនផ្ដល់លទ្ធផលភ្លាមប៉ុន្តែវាគឺជាគ្រឹះពិតប្រាកដនៃភាពជោគជ័យគ្រប់យ៉ាងវិន័យពិតប្រាកដតែងតែត្រូវបានកសាងឡើងក្នុងភាពស្ងប់ស្ងាត់គ្មាននរណាទះដៃឲ្យអ្នកទេក្នុងពេលដែលអ្នកភ្ញាក់ពីព្រលឹមគ្មាននរណាឃើញពេលដែលអ្នកវឹកហាត់ខ្លួនឯងគ្មាននរណាដឹងពេលដែលអ្នកព្យាយាមធ្វើរឿងដែលពិបាកប៉ុន្តែសកម្មភាពតូចតាចទាំងនេះនៅពេលសន្សំទៅជារឿយវានឹងក្លាយជាថាមពលដ៏មហិមាមនុស្សឆ្លាតមិនព្យាយាមបង្ហាញខ្លួនឯងពូកែប៉ុណ្ណាទេគេព្យាយាមសាងប្រព័ន្ធជីវិតដែលមានវិន័យគេមិនរងចាំឲ្យមានអារម្មណ៍ទើបធ្វើគេសាងទម្លាប់ឲ្យខ្លួនឯងធ្វើសូម្បីតែគ្មានអារម្មណ៍ចង់ធ្វើអ្វីក៏ដោយទី5វឹកហាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងស្ងប់ស្ងាត់ក្នុងโลกដែលពេញដោយមនុស្សប្លែករឿងដែលយើងជៀសមិនផុតគឺការជួបនឹងពាក្យសម្ដីសកម្មភាពឬស្ថានភាពដែលប៉ះពាល់ដល់ចិត្តមនុស្សភាគច្រើនពេលជួបរឿងទាំងនេះតែងតែតបភ្លាមខឹងក៏និយាយឈឺក៏តបមិនពេញចិត្តក៏ផ្ទុះអារម្មណ៍ចេញមកប៉ុន្តែមនុស្សឆ្លាតជ្រើសរើសគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនមែនមកពីគេទុនជ្រាយទេប៉ុន្តែមកពីគេយល់ថាមនុស្សដែលគ្រប់គ្រងអារម្មណ៍មិនបានតែងតែត្រូវបានគ្រប់គ្រងជីវិតបានដោយងាយបំផុតនៅពេលដែលនរណាម្នាក់អាចធ្វើឲ្យអ្នកខឹងបានងាយពេលនោះគេក៏អាចគ្រប់គ្រងអ្នកបានភ្លាមការគ្រប់គ្រងអារម្មណ៍មិនមែនជារឿងងាយស្រួលទេវាត្រូវប្រើសតិការស្ងប់ស្ងាត់មិនមែនជាការចាញ់ទេ
ប៉ុន្តែវាគឺជាជ័យជំនះដែលជ្រៅជាងព្រោះអ្នកជ្រើសរើសមិនបញ្ចោះកម្រិតខ្លួនឯងទៅលេងល្បែងតែមួយជាមួយមនុស្សដែលប្រើតែអារម្មណ៍មនុស្សដែលគ្រប់គ្រងខ្លួនឯងបានតែងតែត្រូវបានមើលឃើញថាជាមនុស្សដែលគួរឲ្យគោរពកោតក្រែងទី6កាត់មនុស្សដែលបំបាក់ស្មារតីចេញពីជីវិតយ៉ាងស្ងប់ស្ងាត់នៅពេលធំឡើងយើងនឹងយល់ការពិតមួយថាមិនមែនគ្រប់គ្នាសុទ្ធតែគួរស្ថិតនៅក្នុងជីវិតរបស់យើងឡើយមនុស្សខ្លះចូលមកជីវិតដើម្បីផ្ដល់កម្លាំងចិត្តមនុស្សខ្លះចូលមកដើម្បីរួមដំណើរប៉ុន្តែមនុស្សខ្លះចូលមកត្រឹមតែដើម្បីបើកជញ្ជក់ធម៌ពលជីវិតរបស់យើងទៅប៉ុណ្ណោះមនុស្សឆ្លាតនឹងមិនបដៅខ្លួនឯងឲ្យជាប់នៅក្នុងទំនាក់ទំនងដែលបំបាក់ស្មារតីបែបនោះយូរពេកឡើយគេនឹងកាត់មនុស្សមួយចំនួនចេញពីជីវិតប៉ុន្តែគេមិនធ្វើវាដោយខឹងសម្បារឬការឈ្លោះប្រកែកឬការប្រកាសឲ្យពិភពលោកដឹងឡើយគេធ្វើវាដោយស្ងប់ស្ងាត់គេគ្រាន់តែសន្សំដកខ្លួនចេញមកបន្ថយការតាក់ទងបង្កើតគម្លាតព្រោះការឈ្លោះជាមួយមនុស្សដែលមានថាមពលអវិជ្ជមានតែងតែធ្វើឲ្យជីវិតស្មុគស្មាញជាងមុនការដើរចេញមកស្ងប់ស្ងាត់គឺជាវិធីដែលសុខសាន្តបំផុតការកាត់មនុស្សដែលបំបាក់ស្មារតីចេញមិនមែនមានន័យថាអ្នកជាមនុស្សចិត្តអាក្រក់ទេប៉ុន្តែមានន័យថាអ្នកចាប់ផ្ដើមគោរពខ្លួនឯងខ្លាំងល្មមទី7សាងអនាគតខ្លួនឯងយ៉ាងស្ងប់ស្ងាត់ហើយទុកឲ្យលទ្ធផលជាអ្នកនិយាយកំហុសឆ្គងមួយដែលមនុស្សជាច្រើនធ្វើក្នុងជីវិតគឺការប្រញាប់ប្រកាសក្តីស្រមៃរបស់ខ្លួនឯងឲ្យអ្នកដទៃដឹងមុនពេលវាកើតឡើងពិតប្រាកដអ្នកកាន់តែប្រកាសលឿនប៉ុណ្ណាឱកាសដែលវានឹងបរាជ័យក៏កាន់តែច្រើនប៉ុណ្ណឹងមិនមែនមកពីពាក្យសម្ដីធ្វើឲ្យក្តីស្រមៃរលាយទេប៉ុន្តែមកពីនៅពេលដែលអ្នកនិយាយចេញទៅអ្នកនឹងចាប់ផ្ដើមទទួលបានទាំងការសរសើរនិងការមើលងាយដែលវានឹងចូលមកជ្រៀតជ្រែកនៅក្នុងគំនិតរបស់អ្នកមនុស្សឆ្លាតជ្រើសរើសធ្វើរឿងសំខាន់ក្នុងជីវិតយ៉ាងស្ងប់ស្ងាត់គេមិនប្រញាប់ប្រញាល់ប្រាប់ផែនការជីវិតគេគ្រាន់តែចុះដៃធ្វើស្ងប់ស្ងាត់រាល់ថ្ងៃគេទុកឲ្យពេលវេលាជាអ្នកបង្ហាញគ្រប់យ៉ាងក្នុងលោកពិតប្រាកដពាក្យសម្ដីគ្មានធម៌ពលស្មើនឹងលទ្ធផលទេភាពជោគជ័យពិតប្រាកដមិនមែនស្រែកសម្លេងខ្លាំងទេប៉ុន្តែវាដើរមកយ៉ាងស្ងប់ស្ងាត់សរុបមក admin ចង់ឲ្យអ្នកចងចាំថាជីវិតរបស់មនុស្សយើងមិនមែនខ្ទេចខ្ទីដោយសារតែសត្រូវនៅខាងក្រៅជានិច្ចទេប៉ុន្តែវាខ្ទេចខ្ទីដោយសារយើងខាតបង់ពេលវេលាទៅលើរឿងមិនសំខាន់និងអស់ធម៌ពលជីវិតទៅលើមនុស្សដែលមើលមិនឃើញតម្លៃរបស់យើងប្រសិនបើថ្ងៃនេះជីវិតរបស់អ្នកនៅមិនទាន់ទៅដល់កន្លែងដែលអ្នកចង់បានកុំចំណាយពេលបកស្រាយខ្លួនឯងឲ្យនរណាយល់ចូលយកពេលនោះមកកសាងជីវិតខ្លួនឯងធ្វើវាស្ងប់ស្ងាត់អភិវឌ្ឍខ្លួនឯងស្ងប់ស្ងាត់លូតលាស់ស្ងប់ស្ងាត់ហើយទុកឲ្យថ្ងៃមួយភាពជោគជ័យរបស់អ្នកគឺជាសម្លេងដែលលាន់ឮខ្លាំងបំផុតក្នុងជីវិតរបស់អ្នកបន្ទាប់ពីទស្សនាវីដេអូមួយនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះតើបងប្អូនទាំងអស់គ្នាចង់ឲ្យ admin ធ្វើវីដេអូបែបជាចំណេះដឹងបែបនេះជាច្រើនទៀតដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត